ប្រវត្តិកថាមានយូរអង្វែងប្រជាចាស់ក្មេងប្រារព្ធរក្សាសាមគ្គីគ្នាធ្វើពេលចេញវស្សាដើម្បីបវរណាប្រគេនព្រះសង្ឃធ្វើកន្ធនិញបានបុណ្យអណែកបរិស័ទសែងត្រេកដងហែត្រីស្បង់មើលទៅសែនល្អសែនស្អាតផូរផង់មានបាតត្រីស្បង់អដ្ឋបរិខាបុណ្យកន្ធនិញមានកាលកំណត់មួយខែត្រូវចប់គឺធ្វើពុំបានញាតិមិននាំគ្នាមនីគ្រប់ប្រានសាងបុណ្យនិញបានអានិសង្ឃ5អានិសង្ឃទាំងនេះមាន5ប្រការមួយគឺសុខរូបតារូបភ្លឺសាច់ចាំបើកើតជាមនុស្សអាយុ100ឆ្នាំសាច់ឈាមនៅចាំល្អគ្មានខ្វាំងខ្វងអានិសង្ឃទី2សុវណ្ណតាពណ៌ខ្លួននេះណាភ្លឺថ្លាពរផងកើតជាមនុស្សលោកសម្បត្តិស្ដុកស្ដំសម្បុរខ្លួនសមល្អស្រងសោភីចំណែកទី3សងសន្តិ